ថ្ងៃនេះជាថ្ងៃចូលវៀនដំបូងព្រឹកនេះម្ដាយសុភីផ្ដាស់កូនពីព្រលឹមគាត់ប្រាប់សុភីឲ្យរៀបចំខ្លួនទៅសាលារៀនសុភីផ្ដាស់ភ្នាក់ពីដំណេករួចងើបចេញពីគ្រែនាងនិយាយអូថ្ងៃនេះជាថ្ងៃបាក់វេសនកម្មផងតើម៉ាក់អញ្ជើញទៅជាមួយកូនតើឬទេកូនឆ្នាំនេះកូនធំហើយកូនទៅជាមួយប្អូនហើយមើលប្អូនផងណាសុភីនិងប្អូនទៅមួយទឹករួចស្លៀកពាក់រៀបចំកាតាបទៅស្លៀកសំពះលាម្ដាយឪពុកទៅសាលារៀនពួកទៅសាលារៀន2នាក់ដោយទឹកមុខរីករាយ